បាទជំរាបសួរនេះគឺជាវីដេអូដំណើរកម្សាន្តរបស់ខ្ញុំទៅកាន់រដ្ឋ Tasmania ទីក្រុង Hobart ហើយរដ្ឋនេះគឺជារដ្ឋកោះដាច់ដោយឡែកមួយរបស់ប្រទេសអូស្ត្រាលីហើយជាទូទៅបងប្អូនយើងមួយចំនួនមិនសូវបានស្គាល់នៅរដ្ឋមួយរបស់ប្រទេសអូស្ត្រាលីដែលមានឈ្មោះថារដ្ឋ Tasmania នេះទេភាគច្រើននៅពេលដែលយើងស្គាល់អំពីប្រទេសអូស្ត្រាលីគឺយើងស្គាល់ទៅលើទីក្រុងធំៗមួយចំនួនដូចជាទីក្រុង Sydney ទីក្រុង Melbourne អីជាដើមហើយទីក្រុង Hobart ដែលស្ថិតនៅក្នុងរដ្ឋ Tasmania នេះគឺជាទីក្រុងមួយដែលស្ងប់ស្ងាត់ស្រស់ស្អាតដែលមានទេសភាពស្រស់ស្អាតមួយបែបខុសអំពីរដ្ឋផ្សេងៗនៅក្នុងប្រទេសអូស្ត្រាលីហើយការធ្វើដំណើរទៅកាន់ទីក្រុង Hobart រដ្ឋ Tasmania នេះគឺខ្ញុំធ្វើដំណើរដោយជើងយន្តហោះហើយយន្តហោះដែលខ្ញុំបានកក់ហ្នឹងគឺចេញដំណើរនៅពេលព្រឹកដែរអញ្ចឹងគឺខ្ញុំត្រូវក្រោកពីព្រលឹមបន្តិចតាមរយៈការជិះតាក់ស៊ីដើម្បីទៅកាន់ព្រលានយន្តហោះ Melbourneហើយសម្រាប់ការធ្វើដំណើរនៅក្នុងស្រុកមិនមានការស្មុគស្មាញក្នុងការ check in អីច្រើនញ៉ៃញ៉ៃដូចយើងចេញទៅក្រៅប្រទេសទេហើយការធ្វើដំណើរទៅទីក្រុង Hobart រដ្ឋ Tasmania នេះគឺខ្ញុំធ្វើដំណើរតែម្នាក់ឯងដោយសារអត់មានមិត្តភ័ក្តិណាដែលទៅជាមួយខ្ញុំទេតាមពិតទៅខ្ញុំទៅទីក្រុង Hobart នេះគឺមានគោលបំណងទៅចូលរួម conference បាទតាមពិតមិនមានបំណងទៅដើរលេងទេប៉ុន្តែឆ្លៀតឱកាសដែលទៅចូលរួម conference នេះគឺយើងឆ្លៀតឱកាសដើរលេងផងហើយរាល់ពេលដែលធ្វើដំណើរតាមជើងយន្តហោះម្ដងគឺខ្ញុំចូលចិត្ត book កន្លែងអង្គុយហ្នឹងគឺនៅជិតមាត់បង្អួចដើម្បីងាយស្រួលមើលទេសភាពស្រស់ស្អាតពីលើយន្តហោះទៅលើភពផែនដីដែលមានទេសភាពស្អាតបាទឥឡូវនេះគឺខ្ញុំបានមកដល់នៅព្រលានយន្តហោះ Hobart នៃរដ្ឋ Tasmania ហើយដែលព្រលានយន្តហោះនេះគឺនៅជាប់នឹងសមុទ្រ
ហើយការធ្វើដំណើរពីទីក្រុង Melbourne មកកាន់ទីក្រុង Hobart នេះគឺមានជាចំណាយពេលវេលាយូរក្នុងការជិះយន្តហោះប្រហែលទេអញ្ចឹងនៅពេលដែលខ្ញុំបានមកដល់នៅព្រលានយន្តហោះ Hobart គឺខ្ញុំជិះ Skybus របស់គេនឹងគឺតម្លៃប្រហែលជា$20អីជាងនឹងឯងដើម្បីជិះទៅកាន់ទីក្រុងរបស់គេនឹងហើយជាសំណាងល្អដែរគឺស្ថានីយ៍ Skybus ដែលនៅក្នុងក្រុងនឹងគឺគេឈប់នៅជិតសន្តាគារដែលខ្ញុំត្រូវស្នាក់នៅទីក្រុង Hobart រយៈពេល3ថ្ងៃនឹងដែរអញ្ចឹងស្រួលខ្ញុំអត់ចាំបាច់ដើរពី stop ឡានក្រុង Skybus ហ្នឹងមកកន្លែងស្នាក់នៅទេអញ្ចឹងដោយសារតែខ្ញុំមកដល់លឿនដែរមកដល់នៅទីក្រុង Hobart ហ្នឹងប្រហែលជាម៉ោង9ហើយការ check in ចូលសន្តាគាររបស់គេហ្នឹងគឺម៉ោង11អញ្ចឹងខ្ញុំមកមុនពេកអញ្ចឹងដោយសារតែភ្ញៀវរបស់គេអត់ទាន់ចេញហើយបន្ទប់របស់គេក៏អត់ទាន់បានរៀបចំហើយអញ្ចឹងខ្ញុំក៏ធាតឱកាសផ្ញើឲ្យបាននឹងគេសិនក៏ដើរមើលទីក្រុងរបស់គេនៅក្នុងរដ្ឋ Tasmania នឹងមួយសន្ទុះសិនរហូតដល់ម៉ោង11ដែលយើងអាច check in បានអញ្ចឹងយើងមកសន្តាគារវិញបាទបើនិយាយអំពីស្ថានភាពនៅក្នុងក្រុង Hobart របស់គេដែលស្ថិតនៅក្នុងរដ្ឋ Tasmania ដែលជារដ្ឋកោះដាច់ដោយឡែកមួយរបស់ប្រទេសអូស្ត្រាលីនេះបើយើងមើលទៅគឺមានសភាពស្ងប់ស្ងាត់បាទស្ងប់ស្ងាត់ខុសពីរដ្ឋផ្សេងខុសពី Melbourne ហើយ Melbourne គឺមានប្រជាជនច្រើនមែនទែនដែលមករស់នៅហើយជាពិសេសនេះគឺនៅក្នុងរដ្ឋនេះយើងមិនសូវជាឃើញមានប្រជាជនអាស៊ីរបស់យើងមករស់នៅក្នុងរដ្ឋនេះទេភាគច្រើនគឺជាជនជាតិអូស្ត្រាលីគេតែម្ដងអានឹងជាការសង្កេតឃើញរបស់ខ្ញុំអញ្ចឹងក្រោយពីខ្ញុំបានដើរមួយសន្ទុះដែរដើម្បីមើលទីក្រុងរបស់គេនឹងដោយសារជាលើកទី1ដែរដែលមកកាន់ទីក្រុង Hobart នេះអញ្ចឹងក៏ដល់ពេលវេលាដែរហើយអញ្ចឹងក៏ខ្ញុំមកសន្តាគារវិញដើម្បី check in បាទចូលក្នុងបន្ទប់ហើយសន្តាគារដែលគេកក់ឲ្យនេះគឺមានសភាពស្រស់ស្អាតដោយសារតែយើងអាចមើលទេសភាពពីលើសន្តាគារមកយើងឃើញនៅមាត់សមុទ្របាទហើយឥឡូវនេះគឺខ្ញុំកំពុងតែទៅបន្ទប់របស់ខ្ញុំហើយដើម្បី check in ហើយយើងមើលពីសភាពបន្ទប់របស់គេមានសភាពស្រស់ស្អាតយ៉ាងម៉េចដែរហើយអ្វីដែលភ្ញាក់ផ្អើលហ្នឹងគឺខ្ញុំមកតែឯងទេប៉ុន្តែបន្ទប់ហ្នឹងគឺកក់យកក្រេ2បាទអញ្ចឹងប្រហែលជាសន្តាគារនៅពេលដែលខ្ញុំទៅហ្នឹងគឺអត់មានក្រេ1បាទអញ្ចឹងទៅក៏អ្នកដែល sponsor ខ្ញុំឲ្យចូលរួម conference ហ្នឹងគឺគាត់បាន book យកក្រេ2ប៉ុន្តែមិនអីទេបាទអញ្ចឹងក៏ធំដែរហើយអ្វីដែលស្ដាយហ្នឹងគឺអត់បានហៅមិត្តភ័ក្តិមកដែរបើដឹងថាមានកន្លែងគេងអីធំអញ្ចឹងហៅមិត្តភ័ក្តិ2 3នាក់មកចំណេញកន្លែងគេងហើយបានដើរលេងនៅទីក្រុងដែលមានសភាពទេសភាពស្រស់ស្អាតទៀតហើយបន្ទាប់មកទៀតនេះក៏ដល់ពេលដែលខ្ញុំត្រូវរៀបចំខ្លួនដើម្បីចូលរួមកម្មវិធី conference របស់គេដែរហើយ conference របស់គេនេះគឺចាប់ផ្ដើមបើកគេហៅ opening ceremony របស់គេនឹងគឺនៅពេលល្ងាចដែរបាទហើយ conference នេះគឺគេមានរយៈពេល3ថ្ងៃបាទដែលថ្ងៃទី1ហ្នឹងគឺចាប់ផ្ដើមនៅពេលល្ងាចហើយអ្វីដែលកាន់តែពិសេសនោះគឺ abstract research paper របស់ខ្ញុំដែលបានធ្វើនៅខ្មែរហ្នឹងត្រូវបានជ្រើសរើសយកមកបង្ហាញ poster presentation នៅក្នុង conference របស់គេនឹងដែរហើយ conference ដែលខ្ញុំបានចូលរួមនេះគឺតាក់ទងជាមួយនឹង epidemic សាស្ត្របាទដែលមានអ្នកជំនាញក៏ដូចជាអ្នកសិក្សាស្រាវជ្រាវជាច្រើននៅក្នុងជំនាញជំងឺឆ្លងក៏ដូចជាការអង្កេតតាមដានជំងឺឆ្លង surveillance ឬមួយក៏ infectious disease ជាច្រើនដែលនៅក្នុងប្រទេសអូស្ត្រាលីក៏ដូចជា Asia Pacific ដែលគាត់បង្ហាញរបបកំហើញនៃការសិក្សាស្រាវជ្រាវថ្មីៗនៅក្នុង conference នេះហើយសម្រាប់ការចូលរួមនៅក្នុង conference នេះខ្ញុំមានឱកាសរៀនសូត្រពីចាស់ស្រាវជ្រាវដែលគាត់អញ្ជើញមកពីសាកលវិទ្យាល័យនៅប្រទេសអូស្ត្រាលីនៅសហរដ្ឋអាមេរិកក៏ដូចជា New Zealand អីជាដើមដែលគាត់មកចែករំលែកបទពិសោធន៍របស់គាត់បាទសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះហើយក៏សូមខន្តីអភ័យទោសឬកំហុសឆ្គងដែលកើតឡើងដោយចេតនានៅក្នុងវីដេអូនេះគឺមានគោលបំណងក្នុងការផ្ដល់នូវការកម្សាន្តបាទសូមអរគុណសូមជម្រាបលា